នេះជារឿងអមនុស្សចង់ស៊ីសំណែនក្នុងពិធីមង្គលការធ្វើបាបអ្នកភ្នួតញាតិញោមដែលមានបងប្អូនចិត្តការអាចអញ្ជើញទេសនាស្ដាប់បានរឿងនេះជារឿងពិតកើតនៅក្នុងឆ្នាំ2011ជារឿងការរបស់បងប្អូនអាត្មាផ្ទាល់តែម្ដងដោយសារតែពពួកអមនុស្សកាលណាដែលមានកម្មវិធីមង្គលការវិធីអីផ្សេងវាតែងតែមកគៀនយើងឬមាត់មនុស្សជុំវាតែងមកគៀនយើងដើម្បីវាចង់បានសំណែនពីយើងដល់អញ្ចឹងទៅក្នុងកម្មវិធីនោះមានកម្មវិធីហើយចំនួនមានកម្មវិធីកាត់សក់ហើយនឹងកម្មវិធីជាវខាន់ស្លាអីហើយចប់កម្មវិធីទាំងអស់នោះហើយយប់ឡើងហ្នឹងអ្នកសំអាងហ្នឹងគាត់ចុកដៃមែនទេគាត់ចុកដៃរហូតដល់ស្រែកសុំកបិតពីគេហ្នឹងមកកាត់ដៃគាត់ចោលគាត់ចុកពេកញោមរហូតដល់គាត់យំដល់ពេលអញ្ចឹងទៅម្ដាយអាត្មាអីបងប្អូនអាត្មាអីគាត់បន់គាត់យកធុក5សៃមកបន់ថាដោយសារតែកូនចៅភ្លេចអញ្ចឹងណាសាររវល់អញ្ចឹងឲ្យធុក5សៃបន់អញ្ចឹងទៅក៏ស្រាហើយចាប់ដើមសែនសំណែនអីមានមន់ស្ងោអីជាដើមអញ្ចឹងទៅក៏បាត់ទៅញោមបាត់ឈឺទៅណាបាញ់ជាអានេះជាជំនឿរបស់ដូនតាខ្មែរទេប៉ុន្តែព្រះពុទ្ធអង្គឲ្យយើងជឿទៅលើកម្មនិងផលសាងកម្មណាផលបានមកយ៉ាងនោះដោយបងប្អូនយុវវ័យញាតិញោមពុទ្ធបរិស័ទទាំងអស់ជាអ្នកចេះចាំរៀនសូត្រខាងធម៌អាអីជាដើមហ្នឹងគាត់ចូលមើលច្រើនហើយការខមមិនរបស់គាត់ហ្នឹងក៏មានសិលធម៌មែនទែនដោយសារតែនេះជារឿងពិតតែម្ដងមិនមែនកន្លែងទេអាត្មាជឿនឹងមានញាតិញោមដែលគាត់ចេះដឹងជានេះគាត់ចូលមើលអាត្មាជឿវីដេអូក្រោយអាត្មានិយាយអំពីអសូរកាយតើមានពិតឬក៏មិនមានអាចទស្សនាវីដេអូក្រោយបានប៉ុណ្ណា